ណាតែចេះភាសាសៀមនៅក្នុងវាំងគូខ្ញុំក៏ចេះដែរលោកគុណមិត្តលោកគុណតែម្នាងមិត្តកាលនោះលោកមិនជាអ្នកម្នាងឡើយលោកមិនទាន់ដាច់ណាត់ថាគ្រូដាច់ទេលោកមិនជាអ្នកម្នាងឡើយតែលោកគាត់នឹងមិនប្រពន្ធលួងប៉ុណ្ណឹងហើយដូចចេះគ្រប់គុណមិត្តនឹងលោកចេះភាសាសៀមចាលោកចេះពួកគ្រូលោកពនាងគ្រូលោកនេះឈ្មោះអីនេះលោកគុណគ្រូស្ងាត់ខ្ញុំមិនសូវចេះសៀមទេពួកអីខ្ញុំមិនចូលចិត្តខ្ញុំនិយាយតែខ្មែរពួកខ្ញុំកូនខ្មែរហើយលោកបង្រៀនលោកមិនបង្រៀនទេតែកូនតែចេះខាងនេះចេះតែមិនចូលចិត្តដាក់ខូចជាងខូចក្រៅពីលោកគុណមិត្តតើមានគ្រូណាទៀតចេះភាសាសៀមអូគ្រូនៅទាំងចេះច្រើនណាគឺភាសាសៀមតែគាត់ថាគេមិនត្រូវនិយាយពីពួកអីវាខ្លាំងទៅខ្លាំងមកចឹងណាវាមិនមានសន្ទុនតើអ្នកចាំឈ្មោះគ្រូដែលថាចេះភាសាសៀមណាលោកគុណនេះក៏ចេះហើយហើយបាត់ភ្លេងអីមិនតែឃើញគេច្រៀងជាភាសាសៀមចាមានភាសាសៀមខ្មែរមកប្រែមកខ្មែរមានតែណាឲ្យបកប្រែគូភ្លេងនឹងគេចង់ឲ្យមកជាខ្មែរគេមិនចង់ឲ្យនៅសៀមហើយចឹងគេនិយាយមួយគ្រូឲ្យគ្រូទាំងនេះនិយាយទៅគ្នាទៅហើយអ្នកចាំនេះឈ្មោះគ្រូភ្លេងហ្នឹងខ្ញុំហៅគាត់តែគុណគោម